កម្ពុជាបញ្ជាក់ជាថ្មីទៅកាន់នាយករដ្ឋមន្ត្រីថៃថាកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំងនោះឡើយនៅក្នុងសន្និសីទសារព័ត៌មានរួមស្ដីពីជំនួបត្រីភាគីរវាងកម្ពុជាហ្វីលីពីននិងថៃនៅប្រទេសហ្វីលីពីននៅល្ងាចថ្ងៃប្រហ័សទី7ខែឧសភាឆ្នាំ2026សម្ដេចធិបតីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ទៅកាន់នាយករដ្ឋមន្ត្រីថៃអនុទានថាកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំងនោះឡើយកម្ពុជាអំពីនីវឲ្យមានការអនុវត្តឲ្យបានពេញលេញនិងជាបន្តនៅសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូទាំងស្រុងជាពិសេសអំពីនីវឲ្យមានការចាប់ផ្ដើមឡើងវិញជាបន្តនៃការបោះបង្គោលព្រំដែនដោយ JBC ស្របទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនបង្អង់យូរពីព្រោះយន្តការនេះដែលមានសារៈសំខាន់ក្នុងការធានាការបញ្ឈប់ការបង្កអរិភាពនៅលើដីជាក់ស្ដែងនិងដើម្បីធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងបញ្ហាព្រំដែនអន្តរជាតិត្រូវបានគោរពស្របទៅតាមច្បាប់អន្តរជាតិសន្ធិសញ្ញាក៏ដូចជាកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងបំណងបង្កើនទំនុកចិត្តនិងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាថ្ងៃនេះខ្ញុំនិងនាយករដ្ឋមន្ត្រីថៃអេនដូទីនទើបតែបានជួបប្រជុំគ្នាដោយមានការបដិញ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែងការពិភាក្សារបស់យើងផ្ដោតទៅលើភាពតានតឹងនៅវិធានការកសាងទំនុកចិត្តដើម្បីស្ដារនិងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែងនិងធ្វើឲ្យទំនាក់ទំនងប្រែមកជាធម្មតាវិញយើងបានពិភាក្សាអំពីការបន្តឡើងវិញនៃយន្តការដែលមានស្រាប់ទាំងអស់ពលគឺ JBC, GBC និង OBC គណៈរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញសម្ដេចបានបន្តទៀតថាក្រៅពីបញ្ហាព្រំដែនយើងក៏បានពិភាក្សាអំពីមាគ៌ានាពេលអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាដែលកម្ពុជាបានសម្រេចចិត្តផ្ដួចផ្ដើមការផ្សះផ្សាដោយយន្តការចាប់បង្ខំក្រោម UNCLOS បន្ទាប់ពីថៃដកខ្លួនចេញពី MOU ឆ្នាំ2001នេះសម្ដេចបានបញ្ជាក់ទៀតថានេះគឺជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងសងខាងកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះជំហានទៅមុខប្រកបដោយភាពស្ថាបនារហ័សនិងដោយសុឆន្ទៈកម្ពុជាបានវិតម្លៃខ្ពស់ចំពោះទូរទស្សន៍ដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រនៃការរួមចំណែកជាបន្តបន្ទាប់ជុំវិញបញ្ហាព្រំដែនកម្ពុជាថៃរួមទាំងបញ្ហាដែនសមុទ្រនេះកម្ពុជាសូមស្វាគមន៍ចំពោះការទទួលទូនីតិដឹកនាំរបស់ប្រទេសហ្វីលីពីនដែលបន្តពីប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានលើកទី48ក្នុងពេលនេះ